ដោយទទួលបានការអនុញ្ញាតពីអ្នកអង្គការគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាលោកចាងជីវិញអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុងបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចំនួន16រូបចូលរួមពិព័រណ៍អន្តរជាតិលើកទី32ស្ដីពីឧបករណ៍និងបច្ចេកវិទ្យាថាមពលអគ្គិសនីនៅទីក្រុងសៀងហៃពីថ្ងៃទី18ដល់ថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025ពិព័រណ៍អន្តរជាតិលើកទី32ស្ដីពីឧបករណ៍និងបច្ចេកវិទ្យាថាមពលអគ្គិសនី EP សាំងហៃ2025រៀបចំឡើងដោយក្រុមប្រឹក្សាអគ្គិសនីចិននិងក្រុមហ៊ុន Excel Exhibition Service Ltd ដែលមានការតាំងពិព័រណ៍បច្ចេកវិទ្យានិងការអនុវត្តការផ្ទុកថាមពលអគ្គិសនីនិងពិព័រណ៍ថាមពលអ៊ីដ្រូសែនប្រព្រឹត្តទៅពីថ្ងៃទី18ដល់21ខែវិច្ឆិកាឆ្នាំ2025នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិថ្មីសៀងហៃពិព័រណ៍នេះផ្ដោតលើប្រធានបទសំខាន់ៗដូចជាការអភិវឌ្ឍបណ្ដាញអគ្គិសនីការសាងសង់ប្រព័ន្ធថាមពលថ្មីនិងការផ្លាស់ប្ដូរឌីជីថលនៃថាមពលពិព័រណ៍នេះផ្ដល់នូវវេទិកាដំណោះស្រាយដ៏ទូលំទូលាយសម្រាប់កិច្ចសហការនិងការច្នៃប្រឌិតដោយគ្របដណ្ដប់លើខ្សែសង្វាក់ទាំងមូលនៃការផលិតបណ្ដាញអគ្គិសនីការផ្ទុកនិងការរួមបញ្ចូលថាមពលអ៊ីដ្រូសែនពិព័រណ៍ឆ្នាំ2025នេះប្រមូលផ្ដុំអ្នកតាំងពិព័រណ៍និងម៉ាកល្បីៗជាង2000ក្រុមហ៊ុនមកពីប្រទេសចិននិងនៅបរទេសដើម្បីបង្ហាញវឌ្ឍនភាពថ្មីនៅក្នុងឧស្សាហកម្មឧបករណ៍និងបច្ចេកវិទ្យាថាមពលអគ្គិសនីក្នុងអំឡុងពេលនៃពិព័រណ៍នេះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដែលមានតំណាងមកពីសភាពាណិជ្ជកម្មរាជធានីភ្នំពេញខេត្តកោះកុងខេត្តកំពង់ស្ពឺខេត្តព្រះសីហនុខេត្តព្រៃវែងនិងខេត្តស្វាយរៀងបានទស្សនកិច្ចស្វែងយល់តាមបណ្ដាស្តង់ក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនអគ្គិសនីដើម្បីសិក្សាពីកលានុវត្តភាពក្នុងការចាប់ដៃគូពាណិជ្ជកម្មគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាបានទៅទស្សនកិច្ចស្វែងយល់នៅតាមស្តង់ក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនអគ្គិសនីធំៗរបស់ចិនដូចជាក្រុមហ៊ុន Shanghai Huiming Power Equipment ក្រុមហ៊ុនបច្ចេកវិទ្យា Siemens ក្រុមហ៊ុន Excel ក្រុមហ៊ុនឧបករណ៍ផ្ទុកថាមពលអគ្គិសនីនិងក្រុមហ៊ុនថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យតំណាងក្រុមហ៊ុនទាំងអស់បានធ្វើបទបង្ហាញជូនគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាពីការអភិវឌ្ឍបច្ចេកវិទ្យាថ្មីនិងសក្តានុពលរបស់ខ្លួនព្រមទាំងបានបង្ហាញក្តីរីករាយនិងការស្វាគមន៍ក្នុងការចាប់ដៃគូពាណិជ្ជកម្មជាមួយវិនិយោគិនកម្ពុជាដែលមានចំណាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យានិងថាមពលអគ្គិសនីជាពិសេសថាមពលកកើតឡើងវិញនិងឧបករណ៍ផ្ទុកអគ្គិសនីចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ1986ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិស្ដីពីឧបករណ៍និងបច្ចេកវិទ្យាថាមពលអគ្គិសនី EP សាំងហៃត្រូវបានរៀបចំដោយក្រុមប្រឹក្សាអគ្គិសនីចិនសាជីវកម្មបណ្ដាញអគ្គិសនីរដ្ឋនៃប្រទេសចិនទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសាជីវកម្មអគ្គិសនីនិងសាជីវកម្មបណ្ដាញអគ្គិសនីធំៗជាច្រើនដោយមានកំណត់ត្រាជោគជ័យនិងបទពិសោធន៍ជាង30ឆ្នាំពិព័រណ៍នេះបានក្លាយជាពិព័រណ៍ថាមពលអគ្គិសនីដ៏ធំនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយក្រុមហ៊ុននានានិងសមាគមពាណិជ្ជកម្មអន្តរជាតិប្រតិភូសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញក្តីរីករាយដែលបានចូលរួមពិព័រណ៍អន្តរជាតិលើកទី32ស្ដីពីឧបករណ៍និងបច្ចេកវិទ្យាថាមពលអគ្គិសនីក្នុងទីក្រុងសៀងហៃដោយបានឃើញដោយផ្ទាល់ភ្នែកនៅការវិវត្តថ្មីៗនៃវិស័យអគ្គិសនីនិងបច្ចេកវិទ្យានានាបាទជាបឋមខ្ញុំសូមអរគុណសម្រាប់សភាពាណិជ្ជកម្មកម្ពុជាដែលបានរៀបចំឲ្យមានកម្មវិធីនេះឡើងពិតជាល្អមែនទែនបាទចំពោះចំណាប់អារម្មណ៍របស់ខ្ញុំប្រហែលថ្ងៃដែលខ្ញុំបានចូលរួមកម្មវិធីនេះគឺជាបទពិសោធន៍ថ្មីសម្រាប់យើងតែជាអាជីវករនៅប្រទេសកម្ពុជាវាយើងទទួលបានបទពិសោធន៍ថ្មីមែនទែនសម្រាប់ផលិតផលអគ្គិសនីហើយនិងបច្ចេកវិទ្យាថ្មីសម្រាប់វិស័យដែលយើងបានមកមើលឃើញនៅទីនេះគឺជាពិសេសខ្ញុំមើលឃើញថាវិស័យសូឡាគឺល្អមែនទែនបើសិនជាអាជីវករនៅកម្ពុជារបស់យើងអាចនាំឧបករណ៍ទាំងនេះទៅផ្គត់ផ្គង់នៅទីផ្សារកម្ពុជាគឺល្អមែនទែនស្របជាមួយនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការផលិត energy
ផលិតធម្មពលកកើតឡើងវិញបាទចំពោះដែលធម្មពលបរិយាសនីឬក៏អគ្គិសនីនេះខ្ញុំគិតថាល្អណាស់ប្រសិនជាមានអ្នកវិនិយោគទៅដាក់វិនិយោគនៅលើទឹកដីនៃប្រទេសជាតិកម្ពុជារបស់យើងវាធ្វើឲ្យប្រទេសយើងមានការរីកចម្រើនជាច្រើនដូចជាវិស័យឧស្សាហកម្មវិស័យធម្មពលនិងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងព្រោះថាវិស័យធម្មពលនេះវាអាចកាត់បន្ថយទីមួយថ្លៃដើមឲ្យយើងកាន់តែមានថ្លៃដើមកាន់តែថយហើយនឹងការវិនិយោគផ្សេងធ្វើឲ្យអ្នកវិនិយោគឬក៏អ្នកដែលធ្វើធុរកិច្ចផ្សេងមានការចំណេញជាច្រើនពិសេសបច្ចេកវិទ្យាមកដល់ឥឡូវនេះគឺខ្ញុំឃើញថាវាដល់កម្រិតមួយថាដល់ AI ហើយអញ្ចឹងការកាត់បន្ថយថ្លៃដើមវាបានល្អប្រសើរជាងឆ្នាំដូចឆ្នាំ2010ឬក៏2020នេះវាធ្វើឲ្យយើងមានការរីកចម្រើនទាំងវិទ្យាសាស្ត្រហើយនឹងចំណេញជាច្រើនសម្រាប់អ្នកវិនិយោគដែលនៅលើទឹកដីកម្ពុជាយើងនេះ We are very honored to welcome CCC ដោយឡែកលោកស្រីជុនយូជំនួយការនាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Excel Exhibition Service Ltd ដែលជាអ្នករៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះបានសម្ដែងក្តីរីករាយនិងស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មកម្ពុជាដែលបានចូលរួមពិព័រណ៍អន្តរជាតិលើកទី32ស្តីពីឧបករណ៍និងបច្ចេកវិទ្យាធម្មពលអគ្គិសនីលោកស្រីរំពឹងថាការចូលរួមពិព័រណ៍រយៈពេល3ថ្ងៃនេះនឹងជួយពង្រឹងដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជានិងចិនចក្ខុវិស័យរបស់ក្រុមហ៊ុនគឺជាការលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងការទាក់ទាញវិនិយោគិនដែលផ្ដល់អត្ថប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរលោកស្រីរំពឹងថាប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជានឹងចូលរួមព្រឹត្តិការណ៍ពិព័រណ៍បន្តទៀតនាពេលខាងមុខ and then Cambodian business and economy ក្រៅពីចូលរួមពិព័រណ៍លោកចាងជីវិញអនុប្រធានសហភាពពាណិជ្ជកម្មកម្ពុជាក៏បានដឹកនាំប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាចូលសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោកលាវដុងយីអគ្គនាយករងទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រុមប្រឹក្សាអគ្គិសនីចិនក្នុងជំនួបលោកចាងជីវិញបានថ្លែងការកោតសរសើរចំពោះក្រុមប្រឹក្សាអគ្គិសនីចិនដែលបានរៀបចំជាទៀងទាត់នៅពិព័រណ៍អន្តរជាតិស្ដីពីឧបករណ៍និងបច្ចេកវិទ្យាធម្មពលអគ្គិសនីអស់រយៈពេលជាង30ឆ្នាំមកនេះតាំងនាមឲ្យប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាលោកចាងជីវិញបានចាត់ទុកពិព័រណ៍នេះជាវេទិកាដ៏សំខាន់សម្រាប់បណ្ដាក្រុមហ៊ុនអគ្គិសនីនិងបច្ចេកវិទ្យាបានជួបជុំគ្នាបង្ហាញពីការវិវត្តចុងក្រោយក៏ដូចជាចូលរួមផ្ដល់នូវដំណោះស្រាយដ៏ទូលំទូលាយសម្រាប់កិច្ចសហការច្នៃប្រឌិតដោយគ្របដណ្ដប់លើខ្សែសង្វាក់ទាំងមូលនៃការផលិតបណ្ដាញអគ្គិសនីនិងការផ្ទុកថាមពលអគ្គិសនីលោកអនុប្រធានសហភាពពាណិជ្ជកម្មកម្ពុជាក៏បានជម្រាបជូនភាគីចិនអំពីការអភិវឌ្ឍទីចម្រើននៅប្រទេសកម្ពុជាលើគ្រប់វិស័យដែលធ្វើឲ្យមានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកាន់តែច្រើនជាពិសេសតម្រូវការលើបច្ចេកវិទ្យាទំនើបនិងឧបករណ៍អគ្គិសនីជាច្រើនលោកក៏បានជម្រាបជូនគោលនយោបាយលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដាក់ទុនវិនិយោគពីបរទេសជាពិសេសលើវិស័យធម្មពលកកើតឡើងវិញក្នុងន័យនេះលោកចាងជីវិញក៏បានស្នើដល់ក្រុមប្រឹក្សាអគ្គិសនីចិនជួយជំរុញក្រុមហ៊ុនអគ្គិសនីនិងបច្ចេកវិទ្យាចិនទៅវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀតហើយសហភាពពាណិជ្ជកម្មកម្ពុជារងចាំទទួលស្វាគមន៍និងជួយសម្របសម្រួលផ្ដល់ការគាំទ្រជាការឆ្លើយតបលោកលាវដុងយីអគ្គនាយករងនៃក្រុមប្រឹក្សាអគ្គិសនីចិនបានថ្លែងអំណរគុណដល់លោកចាងជីវិញដែលបានដឹកនាំគណៈប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាមកចូលរួមពិព័រណ៍អន្តរជាតិលើកទី32ស្ដីពីឧបករណ៍និងបច្ចេកវិទ្យាធម្មពលអគ្គិសនី EP Shanghai 2025នៅទីក្រុងស៊ីងហៃនាពេលនេះលោកអគ្គនាយករងបានជម្រាបជូនប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាពីទូនាទីរបស់ក្រុមប្រឹក្សាអគ្គិសនីចិន CEC ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិនតាមរយៈការធ្វើជាស្ពាននិងផ្ដល់មតិយោបល់ដល់រាជរដ្ឋាភិបាលនិងសហគ្រាសដែលជាសមាជិកសម្រាប់ការពង្រឹងនិងការអភិវឌ្ឍវិស័យអគ្គិសនីជាពិសេសដើម្បីពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពបៃតងនៃឧស្សាហកម្មថាមពលលោកក៏បានឲ្យដឹងបន្ថែមថាក្រុមប្រឹក្សាអគ្គិសនីចិន
តាមដានយ៉ាងដិតដល់នៅនិន្នាការអភិវឌ្ឍនៃឧស្សាហកម្មថាមពលនិងបញ្ហាប្រឈមរបស់ឧស្សាហកម្មនេះដើម្បីអនុវត្តគម្រោងស្រាវជ្រាវនិងផ្ដល់ដំបូន្មាននិងយោបល់សម្រាប់រាជរដ្ឋាភិបាលខណៈពេលដែលកំពុងបង្កើតគោលនយោបាយពាក់ព័ន្ធលើសពីនេះក្រុមប្រឹក្សាអគ្គិសនីចិនក៏ចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងការវិភាគទិន្នន័យនៃឧស្សាហកម្មថាមពលការការពារកាបូនទាបនិងបរិស្ថានក្នុងការបង្កើតស្តង់ដារឧស្សាហកម្មការពង្រឹងភាពជឿជាក់គុណវុឌ្ឍិវិជ្ជាជីវៈនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើមដោយឡែកឆ្លៀតឱកាសនៃការបំពេញទស្សនកិច្ចការងារនៅទីក្រុងសៀងហៃនេះដែរគណៈសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញទៅទស្សនកិច្ចនៅរោងចក្ររបស់ក្រុមហ៊ុន Shanghai Humming Power Equipment Co Ltd កំឡុងពេលដែលប្រតិភូបានចូលរួមពិព័រណ៍អន្តរជាតិលើកទី32ស្ដីពីឧបករណ៍និងបច្ចេកវិទ្យាថាមពលអគ្គិសនី EP Shanghai 2025នៅទីក្រុងសៀងហៃក្នុងឱកាសនោះលោកអគ្គនាយករងក្រុមហ៊ុនបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដែលបានមកទស្សនកិច្ចដោយផ្ទាល់នៅរោងចក្ររបស់ក្រុមហ៊ុន Shanghai Humming Power Equipment Co Ltdលោកបានជម្រាបជូនប្រតិភូសភាពាណិជ្ជកម្មកម្ពុជាថាក្រុមហ៊ុន Humming Power Equipment Co Ltd ត្រូវបានបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ1990នៅទីក្រុងសៀងហៃក្រុមហ៊ុននេះបានក្លាយជាអ្នកផ្គត់ផ្គង់ឧបករណ៍ចរន្តអគ្គិសនីឈានមុខគេមួយរបស់ពិភពលោកបានដឹងបន្ថែមថាក្រុមហ៊ុនមានការបដិញ្ញាចិត្តចំពោះឧត្តមភាពក្នុងការស្រាវជ្រាវការផលិតការលក់និងសេវាកម្មដើម្បីរួមចំណែកការផ្គត់ផ្គង់ដល់ទីផ្សារពិភពលោកក្រុមហ៊ុនក៏មានកិច្ចសហការជាមួយសហគ្រាសល្បីៗលើពិភពលោកដូចជា Siemens, Hitachi និង General Electric ក៏ដូចជាការធ្វើជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រុមហ៊ុន China Electric Equipment Group លោកអគ្គនាយករងបានអះអាងថាផលិតផលរបស់ក្រុមហ៊ុនត្រូវបានប្រើប្រាស់នៅក្នុងប្រទេសនិងតំបន់ជិត100នៅទូទាំងពិភពលោកដោយទទួលបានការជឿជាក់និងការគាំទ្រយ៉ាងទូលំទូលាយក្រុមហ៊ុនប្រកាន់ខ្ជាប់នៅតម្លៃស្នូលគឺសុចរិតនៃឧស្សាហកម្មសីលធម៌និវេនវត្តនិងការកែលម្អខ្លួនឯងនិងបានបដិញ្ញាផ្ដល់ជូននៅផលិតផលដែលមានគុណភាពខ្ពស់ខណៈពេលដែលកំពុងស្វែងយល់និងពង្រីកជាបន្តបន្ទាប់នៅក្នុងវិស័យឧបករណ៍ត្រួតពិនិត្យនិងវិស័យថាមពលដោយជំរុញឧបករណ៍ថាមពលឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពលោកបានបញ្ជាក់បន្ថែមថាដោយសម្លឹងមើលទៅអនាគតក្រុមហ៊ុន Humming កំពុងពង្រឹងខ្លួនយ៉ាងសកម្មទៅកាន់ទីផ្សារពិភពលោកដោយបានបង្កើតក្រុមហ៊ុនកាន់កាប់ភាគហ៊ុននិងមជ្ឈមណ្ឌលផលិតកម្មនៅក្រៅប្រទេសនៅក្នុងតំបន់សំខាន់ៗរួមជាមួយនឹងបណ្ដាញលក់និងសេវាកម្មយ៉ាងទូលំទូលាយចក្ខុវិស័យរបស់ក្រុមហ៊ុនគឺក្លាយជាអ្នករួមចំណែកដ៏សំខាន់ចំពោះដំណោះស្រាយថាមពលប្រកបដោយចីរភាពដោយជួយកសាងអនាគតថាមពលបៃតងនិងសុខដុមរមនាគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាទាំងអស់បានថ្លែងការកោតសរសើរចំពោះការវិវត្តរីកចម្រើនរបស់ក្រុមហ៊ុន Shanghai Humming Power Equipment Co Ltd ដែលបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ចរន្តអគ្គិសនីឈានមុខគេមួយរបស់ពិភពលោកគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាក៏បានជម្រាបជូនតំណាងក្រុមហ៊ុនចិនពីការរីកចម្រើននៅកម្ពុជាក៏ដូចជាការកើនឡើងនៅតម្រូវការថាមពលនិងឧបករណ៍អគ្គិសនីជាដើមក្នុងន័យនេះលោកបានស្នើដល់ក្រុមហ៊ុន Humming Power Equipment Co Ltd ពិនិត្យនិងពិចារណាក្នុងការដាក់ទុនវិនិយោគនៅកម្ពុជាលើការផលិតនិងការផ្គត់ផ្គង់ចរន្តអគ្គិសនីគួររំលឹកដែរថាសភាពាណិជ្ជកម្មកម្ពុជាដែលមានអ្នកអង្គការគិតមេឃជាប្រធានបានធ្វើការយ៉ាងសកម្មជាមួយដៃគូនិងអន្តរជាតិនានាដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ចពាណិជ្ជកម្មនិងការវិនិយោគកន្លងទៅនេះសភាពាណិជ្ជកម្មកម្ពុជាតែងតែរៀបចំទស្សនកិច្ចពាណិជ្ជកម្មព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម B2B និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់និងអន្តរជាតិ